សួស្តីអ្នកនរគ្នានេះគឺជាបច្ចេក Django framework ដែលខ្ញុំបានបង្កើតឡើងដែល handle ទៅលើ e-commerce website មួយបាទនេះគឺជា e-commerce website វាមានដូចជា shop retail អីចឹងតែខ្ញុំបានធ្វើទៅលើការ insert delete update ហើយនឹង display វានៅក្នុងuser shop របស់យើងហើយនេះគឺជា product ដែលខ្ញុំបាន insert ចូលហើយអញ្ចឹងនេះគឺជា dashboard back end របស់យើងដែលយើងធ្វើការ handle ទៅលើ product ឥឡូវខ្ញុំធ្វើការ log out ចេញសិនដើម្បី test log in ឲ្យអ្នកទាំងអស់គ្នាមើលយើងវាយ user admin មក1 2យើង sign in ហ្នឹងហើយដល់ពេលយើង sign in មកយើងចូលទៅដល់កន្លែង handle ទៅលើ product របស់យើងហើយនេះគឺជា page បន្ទាប់ហ្នឹងហើយនេះគឺជាចំនួន product ដែលបាន add ចូលទៅក្នុង shop ដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាមិញហ្នឹងវានឹងចូលមកក្នុងអ្នកទាំងអស់ឥឡូវខ្ញុំធ្វើការ test ទៅលើការ add product មួយទៅឈ្មោះថាblack shirt អីចឹងទៅ kitchen ខៅ price យើងដាក់$10ដាក់ក្នុង stock 400 stock ដាក់ category cloud មកហើយទៅយើងឈូសរូបភាពរបស់វាមកនេះខណៈអាវខ្មៅមិញហើយទៅយើងធ្វើការ add វាចេញទៅរកមើល product ដែលយើងបាន add មិញបាទនេះគឺជា product ដែលយើងបាន add មិញគឺខោអាវខ្មៅយើងបាន store ជាមួយនឹងថ្ងៃខែហើយនឹងម៉ោងដែលយើងបាន add មិញហ្នឹងផងដែរឥឡូវយើងចូលទៅមើល shop របស់យើងមើលយើងបាន display product ដែលយើង add មិញទៅបាទនេះគឺជា product ដែលយើងបាន add មិញ400 stock ឈ្មោះ black shirt ហើយទៅតម្លៃ10វិញឥឡូវឧទាហរណ៍ថាខ្ញុំចង់edit តម្លៃវាខ្ញុំចង់បាន$5វិញ edit តែប៉ុណ្្នឹងមកហើយ save មកចូលមក refresh នេះតម្លៃវានឹង load មកតាមយើង update តែឥឡូវឧទាហរណ៍ថាខ្ញុំចង់លុប product នេះមួយចេញខ្ញុំ delete វាក៏បានដែរ delete មកយើងបាត់ product ហ្នឹងចេញហើយហើយយើង refresh មកនេះ product ហ្នឹងបានបាត់ហើយចឹងបច្ចេករបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនា